một con khai đó kịp đi lên ba đau cứ rốt cho điểm số bọc mày bọc ổn để ọc đi chá với một chút đến khi mà đăng tia sầm rạp bị tàu thay mà để dẫn đi đát mang sợi tranh bị tàu tê đã xa rồi vô bằng tay trắng á hay nằm môi tiết cả từ tài chia bị chầm ngư đai cha đã xa ra bị dùng mấy được khang tệ bằng nhôm nó cứ miên phliêng thông mình mê đai cha vừa cả đám nó lang mặt vừa ru ngày ba nhưng còn khơi của còn nó cặp nông cầu nông trai màuแต่ម្ដងទាំងអស់គ្នាដូចឃើញអញ្ចឹងហើយរូងដែលគាត់កម្មសុទ្ធតែរូបថ្មីតែម្ដងនៅតែមួយកូនស្រែនេះទេអ្នកគ្នាចាបានក្តាមឡើងមកសន្ធឹកអញ្ចឹងណានេះរូងវាពណ៌សអញ្ចឹងមានថាក្តាមវាទៅតែកាយឲ្យថ្មីអញ្ចឹងជាងកាប់តែបន្តិចហ្នឹងគឺដល់ហើយវីដេអូនេះដែរគឺខ្ញុំថតខ្លួនឯងស្លោខ្លួនឯងបានម៉ែជួយតិចតួចដែរមិនថាអត់ទេចឹងហើយបើមានខុសកន្លែងណាសូមអធិស្ឋានផងខ្ញុំមានស្លោលើកទី1ដែរចឹងរដងរត់តែឃើញម៉ែឃើញអីស្លោហ្នឹងចាយក្តាមបានក្រៅគូសំដែរអញ្ចឹងណាតែមើលទៅយ៉ាងស្ទើពីយ៉ាងស្ទើចឹងទៅក៏ឲ្យម៉ែជួយធ្វើត្រីឲ្យមួយចឹងស្លោឲ្យត្រីទៅវាតែមានជាតិtôi nhẹ tôi cho làm tôi nhẹ cô đam cô đam mền rồi tôi cho làm tôi nhẹចាឥឡូវនេះជាស្ដែងគឺខ្ញុំបានមកដល់ផ្ទះវិញហើយលាងបន្លែឲ្យស្អាតសម្អាតក្តាមរបស់ខ្ញុំឲ្យស្អាតខ្ញុំបកវាជាពីរផ្នែកសម្រាប់ផ្នែកស្នូកហើយសម្រាប់ផ្នែកសាច់របស់វាជាស្ដែងហើយមើលទៅមួយណារៀងមានខ្លាញ់ច្រើនគឺខ្ញុំឆ្កឹះវាទុកខ្លះនៅក្នុងស្នូកនៅក្នុងសាច់របស់វាហ្នឹងដាក់នៅក្នុងចានអញ្ចឹងគេបងប្អូនឃើញអញ្ចឹងដោយសារវាច្រើនពេកអញ្ចឹងខ្ញុំស្ដាយខ្លាច់បុកទៅវាម៉ត់អស់ហើយតបមកគឺយើងធ្វើការបុកវាឲ្យម៉ត់ដើម្បីចម្រោះយកទឹកយកទៅស្លអត់បានដាក់បង់តង្កាទេដូចខ្ញុំឃើញអញ្ចឹងគឺបាននឹងក្រៅគូសំដែរហើយនេះគឺជាកលក្រេរបស់ខ្ញុំហើយបន្ទាប់មកគឺខ្ញុំធ្វើការចាត់ជាមួយនឹងទៅយ៉ងចេកហើយបន្លែរបស់យើងចាត់ហើយមានគ្រឿងសម្រាប់ស្លរបស់យើងហើយឲ្យម៉ែខ្ញុំជួយដាំទឹកឲ្យពុះស្ងោរត្រីអញ្ចឹងយកទឹកស្លតែម្ដងចាឲ្យម៉ែខ្ញុំជួយជាមួយនឹងធ្វើត្រីដែរខ្ញុំបានធ្វើទេឥឡូវខ្ញុំបង់គ្រឿងហើយដាក់ដាំទឹកចោលសិនទៅហ្នឹងហើយនេះជាស្ដែងគឺមានត្រីរបស់យើងហើយនឹងដូងរបស់ម៉ែខ្ញុំកោសឲ្យមុនហ្នឹងចាដូងមួយផ្លែដូងទុំរបស់យើងខ្ទិះច្រើនខ្លាំងមែនតើហើយយើងច្បាច់វាខ្ទិះដើមខ្ទិះចុងហើយទុកមួយលើឬក៏ខ្ញុំមកជាច្រើនប្រហុកហើយកលក្រៃនេះគឺខ្ញុំហាន់ជាមួយក្បិតមុខពីរអញ្ចឹងវារៀងក្រាស់បន្តិចណាគ្នាចាគឺខ្ញុំខ្ជិលហើយបន្ទាប់មកគឺខ្ញុំដាក់បុកជាមួយនឹងមៀតជាមួយរំដេងអធិស្ឋានជាមួយនឹងខ្ជាយហ្នឹងហើយមើមខ្ទឹមតែម្ដងបុកចូលគ្នាឲ្យវាម៉ត់ទៅបកក្លុកអត់សូវឈ្ងុយទេចាខ្ញុំដាក់បុករួចហើយខ្ញុំបុកសណ្តែកដីហើយខ្ញុំយកវាទុកមួយឡែកសិនខ្ញុំក៏យកគ្រឿងមុនហ្នឹងមកដាក់បុកជាមួយសាច់ត្រីបន្តទៀតដើម្បីឲ្យវាចូលជាតិជាមួយគ្នាល្អអញ្ចឹងដើម្បីយើងយកទៅស្លទៅវាខាប់ល្អចាហើយដាក់តែដីចូលហើយជាស្ដែងពេលនេះគឺយើងបានរៀបចំរួចរាល់ហើយគ្រឿងក្រៅរបស់យើងមានជាមួយនឹងពងត្រីទៀតចាហើយទឹកក្តាមដែលយើងចម្រោះមុនហ្នឹងហើយខ្ទិះដើមខ្ទិះចុងជាមួយនឹងគ្រឿងបុករបស់យើងហើយខ្ញុំក៏ធ្វើការដួសដាក់តែម្ដងចាគ្រាន់តែដួសដាក់បន្តិចក្លិនឡើងឈ្ងុយតែម្ដងចាហើយយើងក៏បានចាក់ទឹកក្តាមចូលរួចយើងបន្ថែមជាមួយនឹងខ្ទិះចុងរបស់យើងសិនដាក់ដាំវាពុះខ្ញុំដាក់ជាមួយនឹងប្រហុកចាហើយយើងលៃស្ករសប៊ីចេងទៅតាមនឹងជាក់ស្ដែងណាចាក់ចូលទៅហើយខ្ញុំដាក់ដុំស៊ុបខ្នុរដែរពេលខ្ញុំស្ងោរត្រីតែខ្ញុំបានថតជាចុងក្រោយគឺយើងដាក់ជាមួយនឹងខ្ទិះដូងរបស់យើងខ្ទិះដើមចាហើយមើលទឹកពុះហើយខ្ញុំបានដាក់ជាមួយស្នូកក្តាមតែម្ដងทำง่ายง่ายยอด ngon โอ้ไปเอาเขาที่ทำตู้ง่ายยอด ngon มาน้องลองง่ายยอด ngon ngon ทำไมมาน้องลองง่ายยอด tôi ai lại đây อะไรมาน้องลองง่ายยอด mà lại đây ง่ายยอด ngon เอาไปได้มุ้ยมาจ้ะต้องเอาไปได้มุ้ยโอ้សម្រាប់វីដេអូថ្ងៃនេះក៏មានតែប៉ុណ្ណឹងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមរហូតដល់ចប់ជួបនេះខ្ញុំម្ដងទៀតសម្រាប់វីដេអូក្រោយជូនពរអ្នកនេះជួបតែសេចក្តីសុខបាយបាយ